ក្រសួងសុខាភិបាលបានដាក់ចេញស្រាវជ្រាវលេខ003 សនកចុះថ្ងៃទី4 ខែកុម្ភៈឆ្នាំ2014ហាមជក់បារីនៅក្នុងអគារនៃកន្លែងធ្វើការភោជនីយដ្ឋានសន្តាគារនិងមធ្យោបាយធ្វើដំណើរសាធារណៈរួមមានរថយន្តឈ្នួលគ្រប់ប្រភេទស្រាវជ្រាវនេះបានកំណត់ឲ្យម្ចាស់ឬអ្នកគ្រប់គ្រងកន្លែងធ្វើការឬកន្លែងសាធារណៈត្រូវបិទសញ្ញាហាមជក់បារីនៅកន្លែងរបស់ខ្លួននិងមិនត្រូវដាក់ប្រដាប់គោះក្រញ៉ាំបារីទោះនៅក្នុងរូបភាពណាក៏ដោយក្នុងករណីមានអ្នកជក់នៅកន្លែងហាមឃាត់មិនឲ្យជក់បារីម្ចាស់ឬអ្នកគ្រប់គ្រងកន្លែងធ្វើការឬកន្លែងសាធារណៈមានភារកិច្ចណែនាំអ្នកជក់បារីកុំឲ្យជក់នៅកន្លែងរបស់ខ្លួនក្នុងករណីអ្នកជក់នៅតែបំពេញជក់នៅកន្លែងហាមឃាត់ម្ចាស់ឬអ្នកគ្រប់គ្រងកន្លែងធ្វើការឬកន្លែងសាធារណៈត្រូវអញ្ជើញគាត់ឲ្យចេញទៅក្រៅករណីមិនរៀងចាលម្ចាស់ឬអ្នកគ្រប់គ្រងកន្លែងធ្វើការឬកន្លែងសាធារណៈត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីអប់រំណែនាំបន្ថែម